បាទសួស្តីដល់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការ insert 3D model ឬក៏យើងអាចហៅវាបានថារូបភាពដែលមាន animation ស្រាប់នៅក្នុងហ្នឹងបាទអញ្ចឹងកុំឲ្យខាតពេលយើងទៅមើលពីរបៀបធ្វើវីដេអូគ្នាបាទអ្នកនរគ្នាចូលមកកាន់កម្មវិធី Microsoft Office PowerPoint ទៅមកទៀតយើងឈរនៅលើ insert tape ដល់គ្នាយើងចូលទៅកាន់ insert tape យើងជ្រើសរើសយកពាក្យថា 3D module អ្នកនរគ្នាអាចចុចមកហើយកន្លែងនេះបើអ្នកនរគ្នាយក this device មានន័យថាអ្នកនរគ្នាចូលទៅ insert រូបភាពប្រភេទ 3D ដែលមានស្រាប់នៅក្នុងកុំព្យូទ័រដែលនៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នកនរគ្នាក៏ប៉ុន្តែបើអ្នកនរគ្នាជ្រើសយកពាក្យថា stock 3D នេះគឺមានន័យថាយើងចូលទៅជ្រើសរើសប្រភេទរូបភាព 3D ដែលវាមាននៅក្នុងstop កម្មវិធីរបស់ PowerPoint ស្រាប់តែវាទាមទារឲ្យយើង connect internet ដែរអ្នកនរគ្នាបាទអញ្ចឹងយើងចូលមក stop មកបាទអញ្ចឹងនៅក្នុងនេះមានប្រភេទ 3D ច្រើនអ្នកនរគ្នាបើអ្នកនរគ្នាចង់បានប្រភេទ 3D ឬក៏រូបភាពដែលវាមាន animation ស្រាប់វាមានចលនាស្រាប់នៅក្នុងនោះអ្នកនរគ្នាអាចជ្រើសរើសប្រភេទណាដែលវាមានរូបភាពមនុស្សបែបនេះណាវាមានរូបភាពមនុស្សធ្វើចលនាបែបនេះអញ្ចឹងអ្នកនរគ្នាអាចចុចលើវាហើយយើងអាចជ្រើសរើសទៅតាមប្រភេទ3D ដែលអ្នកនរគ្នាចង់បានសម្រាប់ 3D នឹងដែរគឺមានច្រើនទាំងអស់គ្នាបាទជាប្រភេទ electronic ជាប្រភេទ toys ជាប្រភេទ shape ជាប្រភេទ space ឬក៏ monster ឬក៏ស្អីបាទ leaf fall អីផ្សេងៗហ្នឹងគឺវាមានច្រើនបាទអញ្ចឹងឧទាហរណ៍ថាអូខេឥឡូវយើងចង់បានរូបភាពណាដែលវាមានចលនាស្រាប់អញ្ចឹងឧទាហរណ៍ណាឥឡូវយើងយក all animate នេះមកបាទយើងចុចលើហ្នឹងមកបាទនៅក្នុងនឹងសុទ្ធតែជាប្រភេទរូបភាពដែលវាមានចលនាស្រាប់នៅក្នុងនឹងយើងអាច scroll រហូតយើងចង់បានអីគេអញ្ចឹងឧទាហរណ៍ថាយើងចង់បានឃ្មុំនឹងចុះឧទាហរណ៍ទៅបាទអញ្ចឹងយើងគ្រាន់តែ click លើវាហើយយើងចុច insert នេះអូខេអញ្ចឹងបងប្អូនយើងទទួលបានរូបភាពឃ្មុំដែលវាកំពុងតែហោះអញ្ចឹងនៅក្នុងនោះវាមាន animation ស្រាប់អូខេបាទយើងអាចចុចពវិលលើនឹងមកអូខេក៏ចុចលើនឹងហើយពវិលអាចមើលអញ្ចឹងនឹងឯងគឺជាប្រភេទ 3D ប្រភេទ 3D អ្នកនរគ្នាអាចមើលឃើញគ្រប់ជ្រុងជ្រោយរបស់រូបភាពចង់ពវិលមើលចង់មើលកន្លែងជ្រុងណាក៏បានហើយវា special វាពិសេសត្រង់ថារូបភាព 3D នេះវាមានចលនាស្រាប់បាទអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាបើសិនជាអ្នកនរគ្នាមានចម្ងល់អាច comment សួរខាងក្រោមជាវិលាបាយបាយ